សូមជូនប្រវត្តិនៃវត្តស្វាយវត្តស្វាយមានដំណើរបុរាណថារាជាកុសលបំពេញជ័យស្វាយបច្ចុប្បន្នរាជកុសលបំពេញជ័យស្វាយមានទីតាំងនៅភូមិសើងទៀងឃុំសុកសើងស្រុកហន្តដឹកខេត្តគៀនយ៉ាងហើយវត្តបានចាប់ផ្ដើមកសាងឡើងតាំងពីចុងសតវត្សទី18នៅភូមិកណ្ដាលត្រង់ជ្រុងនៃព្រែកតាលួរហូតមកដល់ឆ្នាំ1884ក៏បានប្ដូរមកនៅភូមិសើងទៀងឃុំសុកសើងស្រុកហន្តដឹកខេត្តគៀនយ៉ាងដែលជាទីតាំងសពថ្ងៃនេះវត្តត្រូវបានស្ថាបនាឡើងដោយព្រះតេជគុណពីរព្រះអង្គគឺព្រះតេជគុណចៅសួកនិងព្រះតេជគុណយ៉ាញ់ភេទព្រះចាអធិការបច្ចុប្បន្នគឺព្រះតេជគុណលៀបភៈប៉ុណ្ណោយ៉ាញ់ផាងគណៈនិកាយដើមគឺគណៈថេរវាទឆ្នាំដែលស្ថាបនាឡើងវិញគឺក្នុងឆ្នាំ1934ឆ្នាំ1952ឆ្នាំ1960និងឆ្នាំ1991វត្តស្វាយមានទីតាំងនៅតាមផ្លូវជាតិលេខ80បើឆ្ពោះពីទីក្រុងរយៈទៅហាទៀងហើយវត្តគឺស្ថិតនៅទិសខាងលិចនៃផ្លូវជាតិនេះលោកអ្នកនឹងចំណាយពេលប្រហែលជា20នាទីដោយធ្វើដំណើរតាមរថយន្តពីវត្តស្វាយទៅកាន់ទីក្រុងរយៈអស់ចម្ងាយផ្លូវប្រហែលជា15គីឡូម៉ែត្រប៉ុណ្ណោះវត្តស្វាយដើមឡើយបានកសាងឡើងនៅភូមិកណ្ដាលត្រង់ជ្រុងខាងត្បូងនៃព្រែកតាលួឬក៏ព្រែកតាសួសដែលមាននាមថាវត្តស្វាយជុំដោយព្រះតេជគុណចៅសួសរួមទាំងពុទ្ធបរិស័ទទាំងឡាយបានស្ថាបនាឡើងមកដល់ឆ្នាំ1884ក៏បានរុះរើមកកសាងនៅកន្លែងបច្ចុប្បន្ននេះមាននាមថាវត្តរាជាកុសលបំពេញជ័យស្វាយព្រះតេជគុណយ៉ាញ់ភេទបានប្រសូតក្នុងឆ្នាំ1862នៅឡាំងយឺដែលជាខេត្តពលាវសព្វថ្ងៃព្រះអង្គធ្វើជាព្រះចៅអធិការវត្តចាប់តាំងពីឆ្នាំ1884ទៅដល់ឆ្នាំ1890រួចហើយព្រះអង្គក៏បានលាចាកសិក្ខាបទទៅពីឆ្នាំ1890ដល់ឆ្នាំ1916ព្រះតេជគុណយ៉ាន់ហួតទ្រង់ប្រសូតក្នុងឆ្នាំ1866នៅស្រុកស្វាយព្រះអង្គបានតំណែងជាព្រះចៅអធិការនិងលើកព្រះចៅអធិការរង4ព្រះអង្គគឺព្រះតេជគុណយ៉ៃមុលព្រះប្រសូតឆ្នាំ1874ព្រះតេជគុណយ៉ាញ់ខែកប្រសូតឆ្នាំ1873ព្រះតេជគុណយ៉ាញ់ប៊ីប្រសូតឆ្នាំ1873និងព្រះតេជគុណយ៉ាញ់កឹមប្រសូតឆ្នាំ1881ព្រះតេជគុណក៏ព្រះអង្គបានរៀបចំការរស់នៅឲ្យបាននឹងនរនិងមានរៀបរយម្យ៉ាងទៀតបានចលនាញាតិញោមយាយតាទាំងអស់នៅចំណុះវត្តកសាងស្ថាបនាព្រះវិហារឲ្យបានធំទូលាយមកវិញហើយក៏បានធ្វើឡើងដោយឈើស្មាច់និងដំបូលប្រក់ក្បឿងរហូតទៅដល់ឆ្នាំ1916ព្រះអង្គក៏បានលាចាកសិក្ខាបទដែរឆ្នាំ1916ដល់ឆ្នាំ1917ព្រះចៅអធិការថ្មីគឺព្រះតេជគុណយ៉ាញ់តែតប្រសូតឆ្នាំ1886នៅស្រុកស្វាយបានតំណែងជាចៅអធិការព្រមទាំងតែងតាំងព្រះអន្ទបញ្ញាយ៉ាញ់ខ្មៅជាព្រះចៅអធិការរងឆ្នាំ1917ព្រះចៅអធិការនិមន្តទៅធ្វើពុទ្ធកិច្ចនៅខេត្តកំពតក្រោយមកព្រះអង្គក៏ធ្លាក់ខ្លួនមានព្រះកាយមានរោគាពាធរួចហើយក៏សុគតនៅខេត្តកំពតតែម្ដងទៅ
ឆ្នាំ 1917 ដល់ឆ្នាំ 1946 នេះជាអំឡុងពេលនៃព្រះឧបជាអន្តៈបញ្ញាយ៉ាងខ្មៅបានរក្សាតំណែងជាព្រះចៅអធិការវត្តព្រះអង្គប្រសូតនៅក្នុងឆ្នាំ 1889 នៅស្រុកស្វាយព្រះអង្គបានបួសរៀនក្នុងវត្តនៅពេលដែលព្រះអង្គមានព្រះជន្មទើបតែ15ព្រះវស្សាប៉ុណ្ណោះរួចហើយព្រះអង្គក៏បាននិមន្តទៅប្រទេសកម្ពុជាដើម្បីធ្វើការសិក្សាអក្សរសាស្ត្រហើយទ្រង់ជ្រាបបានជាច្រើនភាសាក្នុងនោះគឺមានភាសាខ្មែរភាសាវៀតណាមភាសាថៃភាសាបារាំងនិងភាសាចិនព្រមទាំងបានរៀនព្រះកម្មដ្ឋានផងដែរក្នុងអំឡុងពេលដែលព្រះតេជគុណជាព្រះចៅអធិការវត្តនោះក៏បានតែងតាំងព្រះចៅអធិការរង7ព្រះអង្គទៀតគឺព្រះតេជគុណយ៉ាញ់វ៉ែលព្រះតេជគុណងក្រកប្រសូតឆ្នាំ 1910 ព្រះតេជគុណសុវណ្ណសអ៊ុនប្រសូតឆ្នាំ 1880 ព្រះតេជគុណយ៉ាញ់កែនប្រសូតឆ្នាំ 1879 ព្រះតេជគុណយ៉ាញ់វាព្រះតេជគុណបញ្ញាទិត្យប្រសូតឆ្នាំ 1920 និងព្រះតេជគុណវិញមឹងប្រសូតឆ្នាំ 1921 យើងអាចនិយាយបានថាព្រះតេជគុណព្រះឧបជាអន្តៈបញ្ញាយ៉ាងខ្មៅជាព្រះចៅអធិការមួយអង្គដែលមានស្នាដៃធំធេងក្នុងការស្ថាបនាវត្តដែលទុកជាប្រវត្តិសាស្ត្រក្រៅពីការប្រតិបត្តិត្រឹមត្រូវតាមព្រះពុទ្ធសាសនានិងការប្រតិបត្តិដែលមានភាពយ៉ាងម៉ឺងម៉ាត់ចំពោះព្រះធម៌វិន័យនោះហើយព្រះអង្គក៏បានធ្វើទុកជាគំរូដើម្បីឲ្យពុទ្ធបរិស័ទទាំងឡាយត្រាប់តាមផងដែរព្រះឧបជាបានចលនាពុទ្ធបរិស័ទសាងសង់ឡើងនៅព្រះវិហារឲ្យបានធំទូលាយជាងមុនដោយខឿនថ្មជញ្ជាំងឥដ្ឋនិងដំបូលប្រក់ក្បឿងផងក្រោយពេលធ្វើបុណ្យសម្ពោធនិងបុណ្យបញ្ចុះសីមារួចហើយព្រះវិហារក៏បានក្លាយទៅជាទីសក្ការៈបូជាដល់ពុទ្ធបរិស័ទទាំងឡាយក្រៅពីនោះព្រះឧបជាក៏បានកសាងឡើងនៅសាលាគុតមួយទៀតសម្រាប់ព្រះសង្ឃគង់នៅនោះក៏បានបើកធំទូលាយបន្ថែមក្នុងបរិវេណវត្តព្រមទាំងបានជីកប្រឡាយដើម្បីធ្វើជាខ្សែបន្ទាត់ការពារទីធ្លាវត្តអារាមផងដែរព្រះអង្គបានដាំដើមឈើធំខ្ពស់ទាំងឡាយធ្វើឲ្យទេសភាពក្នុងវត្តរឹតតែរីកស្រស់បំព្រងនិងបានជាទីម្លប់ដ៏ត្រជាក់ព្រះអង្គថែមទាំងមានទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទហើយបានបណ្ដុះបណ្ដាលសមណសិស្សនិងនិស្សិតសានុសិស្សជាច្រើនដើម្បីធ្វើការក្នុងវត្តអារាមឲ្យមានរបៀបរៀបរយគួរជាទីស្ងប់ស្ងាត់ផងដែរព្រះអង្គក៏បានបង្ហាត់បង្រៀនព្រះធម៌ឲ្យព្រះសង្ឃព្រមទាំងប្រារព្ធពិធីសម្ដែងធម៌ទេសនាដល់ពុទ្ធបរិស័ទទាំងឡាយដើម្បីទូនមានព្រានប្រដៅពីចរិយាមាយាទហាត់ពុទ្ធកាយវិចារចិត្តនៃអ្នកទាំងឡាយផងដែរដល់ឆ្នាំ 1940 ព្រះឧបជាបានកសាងឡើងនៅវត្តសាគររាំងសីឬព្រែកអង្គញ់និងបានតាំងតំណែងឲ្យព្រះតេជគុណយ៉ាញ់ទិត្យធ្វើជាព្រះចៅអធិការវត្តដូច្នេះហើយរួមជាមួយគុណសម្បត្តិដែលមិនអាចប្រមាណបានរបស់ព្រះអង្គយើងអាចអះអាងបានថាព្រះឧបជាអន្តៈបញ្ញាយ៉ាងខ្មៅព្រះអង្គបានបូជាទាំងកាយចិត្តយ៉ាងស្មោះស្ម័គ្រហើយក្នុងការកសាងវត្តអារាមឡើងវិញរួមទាំងការបណ្ដុះបណ្ដាលមនុស្សសត្វផងដែរព្រះអង្គបានរក្សាតំណែងជាព្រះចៅអធិការវត្តអស់រយៈពេល29ព្រះវស្សាគឺពីឆ្នាំ 1917 ដល់ឆ្នាំ 1946 ហើយព្រះអង្គបានជួបប្រជាជននិងពុទ្ធបរិស័ទនៅតាឡួឬព្រែកតាស៊ូសដើម្បីប្រឆាំងនឹងពួកអាមេរិកាំងដែលបានធ្វើភេរវកម្មចំពោះពួកគាត់ទៀតហើយក៏បានចិញ្ចឹមនិងផ្ទុកនាយទាហានរបស់វៀតមិញដើម្បីតស៊ូទប់ទល់អស់រយៈពេល9ឆ្នាំ
ដោយជាលោកសៅជឹងជាមួយនឹងអ្នកដទៃទៀតជាច្រើនរូបព្រះឧបជាព្រះអង្គក៏បានសុគតនៅក្នុងឆ្នាំ1946នោះក៏ជាការបាត់បង់ដ៏ធំធេងដែលមានដល់ចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរទាំងឡាយផងដែរគណៈកម្មការអាចារ្យវត្តព្រមទាំងពុទ្ធបរិស័ទទាំងឡាយក៏បានប្រារព្ធធ្វើពិធីបុណ្យសពរបស់ព្រះអង្គយ៉ាងអធិកអធមផងដែរប្រជាពុទ្ធបរិស័ទប្រជាជនជាតិខ្មែរជនជាតិកិញ្ចទាំងឡាយក៏បានអញ្ជើញមកចូលរួមនិងចាប់កុសលដើម្បីយកមគ្គផលនិងអានិសង្សក្នុងពិធីបុណ្យហើយក៏ជាការរំលឹកនៅគុណូបការៈរបស់ព្រះឧបជាផងឆ្នាំ1946ដល់ឆ្នាំ1947ព្រះតេជគុណសុវណ្ណសអ៊ុនព្រះអង្គប្រសូតនៅក្នុងឆ្នាំ1880នៅស្រុកស្វាយបានឡើងធ្វើជាព្រះចៅអធិការវត្តហើយព្រះអង្គក៏បានតែងតាំងតំណែងថ្មីឲ្យពីព្រះអង្គធ្វើជាព្រះចៅអធិការរងគឺព្រះតេជគុណយ៉ាញ់ទឹកនិងព្រះតេជគុណយ៉ាញ់កែនប៉ុន្តែដោយសារកម្លាំងចាស់ហើយខ្សោយទៅទើបព្រះអង្គសូមលាលែងពីតំណែងនោះវិញឆ្នាំ1946ដល់ឆ្នាំ1954ព្រះតេជគុណបញ្ញាទិត្យប្រសូតនៅក្នុងឆ្នាំ1920ព្រះអង្គជាកូនរបស់អ្នកកសិករម្នាក់នៅស្រុកស្វាយហើយព្រះតេជគុណក៏បានឡើងជាព្រះភិក្ខុនៅក្នុងវត្តក្រោមការប្រសិទ្ធពររបស់ព្រះឧបជាអន្តៈបញ្ញាយ៉ាងខ្មៅផងព្រះតេជគុណបញ្ញាទិត្យគឺជាសិស្សមួយរូបដែលបានព្រះឧបជាជឿជាក់និងមានទំនុកចិត្តយ៉ាងខ្លាំងព្រោះហេតុដូច្នោះហើយមុនពេលដែលព្រះឧបជាសគត់ទៅក៏ព្រះអង្គមានសង្ឃដីកាត្រាស់ឲ្យព្រះតេជគុណវិញម៉ឹងទៅនិមន្តព្រះតេជគុណបញ្ញាទិត្យដើម្បីទទួលភារៈក្នុងវត្តក្រោយមកព្រះតេជគុណសុវណ្ណសអ៊ុនបានលាលែងពីតំណែងទៅទើបពុទ្ធបរិស័ទនិមន្តព្រះអង្គបញ្ញាទិត្យឡើងទទួលនាទីជាព្រះចៅអធិការវត្តវិញម្ដងព្រមទាំងបាននិមន្តព្រះតេជគុណយ៉ាញ់គួយធ្វើជាព្រះចៅអធិការរងផងដែរព្រះតេជគុណបញ្ញាទិត្យព្រះអង្គបាននិមន្តទៅរៀបរៀងឲ្យមានរបៀបរៀបរយនៅក្នុងវត្តអារាមដើម្បីឲ្យសមទៅជាទីស្ងប់ស្ងាត់និងជាទីសក្ការៈបូជាដល់ពុទ្ធបរិស័ទទាំងឡាយបង្កើតឲ្យคล้ายទៅជាសាមគ្គីភាពនៃពុទ្ធបរិស័ទដែលជាជនជាតិខ្មែរផងដែរម្យ៉ាងទៀតព្រះតេជគុណក៏បានជំរុញឲ្យភូមិស្រុកមានអ្នកជាប្រធានដើម្បីជួយជាកម្លាំងក្នុងការធ្វើបដិវត្តន៍កាលនោះនៅស្រុកស្វាយមានបងប្អូនយុវជនជាច្រើនដែលជាកូនរបស់ពុទ្ធបរិស័ទហើយបានចូលទៅបម្រើនៅក្នុងកងទ័ពនិងក្រុមទ័ពឆ្លូកតាមមូលដ្ឋានបានរួមគ្នាជាកម្លាំងដើម្បីកម្ចាត់និងលុបបំបាត់នៃប៉ុស្តិ៍យោធាប្រឆាំងនឹងការពារទទួលបានជ័យជំនះយ៉ាងច្រើនទៀតផងព្រះតេជគុណបញ្ញាទិត្យជាអ្នកតំណាងឲ្យបរិណសេវិតមិញហើយព្រះអង្គក៏បានញាតិញោមនិងពុទ្ធបរិស័ទទាំងឡាយគោរពនិងស្រឡាញ់ជាច្រើនរហូតដល់ខែកញ្ញាឆ្នាំ1954ក្រុមកងទ័ពនិងនាយទាហានខេត្តឡុងចៅហាបានប្រមូលផ្ដុំគ្នានៅវត្តស្វាយដើម្បីត្រៀមឲ្យត្រឡប់ទៅតំបន់ជំនុំគ្នាវិញព្រះសង្ឃទាំងឡាយក្នុងវត្តនិងញាតិញោមប្រធានភូមិស្រុកក៏បានទទួលពួកកងទ័ពនិងនាយទាហានទាំងអស់បានចាត់ចែងទូកកាណូតដើម្បីចម្លងកងទ័ពនិងនាយទាហានទាំងឡាយទៅតាមផ្លូវវ៉ាំរាំងនិងឆ្លងកាត់ទៅតាមសមុទ្រត្រឡប់មកតំបន់ជំនុំគ្នានៅចាក់បាំងចំណុះស្រុកវិញធួងយ៉ាងសុវត្ថិភាពហើយទង្វើទាំងឡាយនេះបានធ្វើឲ្យពួកយុវជន
ចងចាំនៅគុណឧបការៈជានិច្ចម្យ៉ាងទៀតព្រះតេជគុណដែលរក្សាតំណែងជាព្រះចៅអធិការនេះបាន7ព្រះវស្សារួចហើយក៏លាចាកសិក្ខាបទទៅនៅក្នុងឆ្នាំ1954ឆ្នាំ1954ដល់ឆ្នាំ1957ព្រះចៅអធិការវត្តគឺព្រះតេជគុណយ៉ាញ់កែនប្រសូតក្នុងឆ្នាំ1879នៅស្រែសៀមឃុំប៊ិញអាងស្រុកចៅថាញ់ខេត្តគៀងយ៉ាងព្រះអង្គបាននិមន្តទៅសិក្សានៅវត្តត្រៀកខេត្តអានយ៉ាងព្រះអង្គបានសូមនិមន្តមកគង់នៅវត្តស្វាយតាំងពីសម័យព្រះឧបជាអន្តៈបញ្ញាយ៉ាញ់ខ្មៅមកម្ល៉េះហើយក៏ព្រះអង្គបានតែងតាំងជាព្រះចៅអធិការនិងព្រះចៅអធិការរង4ព្រះអង្គទៀតគឺព្រះតេជគុណយ៉ាញ់ណែព្រះតេជគុណយ៉ាញ់សួរព្រះតេជគុណយ៉ាញ់ហឹមនិងព្រះតេជគុណវៀងលេងក្នុងឆ្នាំ1955ព្រះតេជគុណដែលជាព្រះចៅអធិការរងទាំងឡាយក៏បានរួបរวมគ្នាសាងកុដិឈើនិងដំបូលប្រក់ក្បឿងរហូតដល់ឆ្នាំ1957ព្រះអង្គក៏បានសុគតទៅឆ្នាំ1957ដល់ឆ្នាំ1958តាំងតំណែងឲ្យព្រះតេជគុណយ៉ាញ់សួរប្រសូតនៅក្នុងឆ្នាំ1931នៅស្រុកស្វាយធ្វើជាព្រះចៅអធិការវត្តព្រះអង្គបានរក្សាតំណែងជាព្រះចៅអធិការវត្តបាន1ឆ្នាំរួចហើយក៏លាចាកសិក្ខាបទទៅឆ្នាំ1958ដល់ឆ្នាំ1959ចាត់តាំងឲ្យព្រះតេជគុណយ៉ាញ់ហឹមប្រសូតនៅក្នុងឆ្នាំ1931នៅស្រុកស្វាយធ្វើជាព្រះចៅអធិការវត្តបាន1ឆ្នាំក្រោយមកក៏ព្រះអង្គលាចាកសិក្ខាបទទៅពីឆ្នាំ1959ដល់ឆ្នាំ1961ព្រះតេជគុណព្រះចៅអធិការរងយ៉ាញ់ណែប្រសូតនៅក្នុងឆ្នាំ1931នៅស្រុកស្វាយព្រះអង្គបានតំណែងជាព្រះចៅអធិការវត្តនិងព្រះតេជគុណ2ព្រះអង្គទៀតដែលជាព្រះចៅអធិការរងគឺព្រះតេជគុណយ៉ាញ់ទៀងនិងព្រះតេជគុណយ៉ាញ់ស័កព្រះចៅអធិការរក្សាតំណែងបាន1ឆ្នាំរួចហើយក៏សូមការអនុញ្ញាតដើម្បីនិមន្តទៅធ្វើការសិក្សាព្រះអង្គក៏បានផ្ទេរការងារទាំងឡាយក្នុងវត្តឲ្យព្រះចៅអធិការរងទាំងពីរព្រះអង្គជាអ្នកមើលការខុសត្រូវបាន1ឆ្នាំក្រោយមកក៏ព្រះតេជគុណយ៉ាញ់ស័កលាចាកសិក្ខាបទទៅនៅសល់តែព្រះតេជគុណយ៉ាញ់ទៀងមួយអង្គតែប៉ុណ្ណោះក៏សូមនិមន្តទៅដើម្បីបន្តការសិក្សាតែម្ដងក្នុងឆ្នាំ1961ដល់ឆ្នាំ1975គឺព្រះចៅអធិការព្រះតេជគុណវៀងលេងប្រសូតនៅក្នុងឆ្នាំ1931នៅស្រុកស្វាយដើមឡើយព្រះអង្គបានសាងផ្នួសជាសាមណេរអស់រយៈពេល3ព្រះវស្សាហើយក៏លាចាកសិក្ខាបទទៅរហូតទៅដល់ឆ្នាំ1951ទើបបានសាងផ្នួសម្ដងទៀតហើយព្រមទាំងឡើងជាព្រះភិក្ខុតែម្ដងក្នុងអំឡុងពេលដែលព្រះអង្គគង់នៅវត្តព្រះអង្គក៏បានរៀនព្រះធម្មវិន័យអស់រយៈកាល2ព្រះវស្សាក្រោយមកដល់ឆ្នាំ1953ព្រះអង្គក៏និមន្តទៅរៀននៅវត្តឆ្នៃអង្គមខេត្តអាងយ៉ាងរួចហើយក៏និមន្តឆ្លងទៅវត្តពោធិព្រឹក្សនៅខេត្តកំពតដើម្បីធ្វើការសិក្សាបន្ថែមអស់ជិត1ឆ្នាំទៀតទើបនិមន្តត្រឡប់មកវត្តវិញដល់ឆ្នាំ1954ក៏ព្រះអង្គបានតាំងតំណែងឲ្យជាព្រះចៅអធិការរងរហូតដល់ឆ្នាំ1955ក៏ព្រះអង្គរួមជាមួយព្រះចៅអធិការរង3ព្រះអង្គទៀតបានកសាងនិងជួសជុលកុដិឲ្យទៅជាសាលាទានវិញពីឆ្នាំ1956ដល់ឆ្នាំ1958ព្រះអង្គនិមន្តទៅសិក្សាបានចប់ថ្នាក់ទី5នៃសាលាសកលនៅវត្តចំការត្រើយជើងឆ្នាំ1959
ព្រះអង្គនិមន្តទៅសិក្សានៅវត្តពិទូខូរាំងសីទីក្រុងកន្ធើរហូតដល់ឆ្នាំ1960ដោយហេតុព្រះអង្គមានរោគាពាធរួចហើយក៏ព្រះអង្គនិមន្តត្រឡប់មកវត្តវិញបានជិត1ឆ្នាំក្រោយមកព្រះអង្គកសាងកុដិញោមវត្តសួររួចហើយទើបព្រះអង្គនិមន្តទៅរៀនបន្តបានចប់ថ្នាក់ទី8នៅសាលាវ៉ាវ៉ាំងនិងសាលាអាន់សាងរួមគ្នាជាមួយព្រះចៅអធិការរងយ៉ាញ់អ៊ុកតាយគង់នៅវត្តព្រែក3មកដល់ឆ្នាំ1961វត្តពុំមានព្រះចៅអធិការឡើយគឺមានតែព្រះសង្ឃក្មេងៗដែលមិនអាចគ្រប់គ្រងវត្តអារាមបានដូច្នេះហើយទើបគណៈកម្មការវត្តក៏ទៅនិមន្តព្រះតេជគុណវៀងលៀងដែលកំពុងតែធ្វើការសិក្សាអក្សរសាស្ត្រនៅខេត្តកន្ធើឲ្យនិមន្តត្រឡប់មកវិញដើម្បីលើកតំណែងឲ្យជាព្រះចៅអធិការវត្តនិងនិមន្តព្រះតេជគុណថៃណងរួមទាំងព្រះតេជគុណគឹមស៊ុងក៏និមន្តមកជាមួយព្រះអង្គផងដែរហើយក៏បានតែងតាំង3ព្រះអង្គជាព្រះចៅអធិការរងក្នុងនោះមួយអង្គធ្វើជាអាចារ្យបង្រៀនព្រះធម្មវិន័យដល់ព្រះសង្ឃនិងពុទ្ធបរិស័ទនោះគឺព្រះតេជគុណគឹមស៊ុងព្រះតេជគុណយ៉ាញ់ហិនព្រះតេជគុណយ៉ាញ់ញឿងនិងព្រះតេជគុណថាច់ណងក្នុងសម័យព្រះចៅអធិការព្រះតេជគុណវៀងលៀងព្រះអង្គបានលះបង់យ៉ាងខ្ពង់ខ្ពស់ក្នុងការកសាងវត្តស្វាយឲ្យត្រូវនឹងຂ្នាតជាវត្តដែលស្អាតល្អបំផុតក្នុងចំណោមវត្តទាំង7នៅស្រុកជ័យថាញ់អាបច្ចុប្បន្នគឺស្រុកហនដឹកនេះឯងក្នុងឆ្នាំ1961ក៏បានកសាងអាងទឹកមួយសម្រាប់ទុកទឹកភ្លៀងនិងផ្លូវគត់ជាន់ទី2សម្រាប់ឡើងទៅព្រះវិហាររហូតទៅដល់ឆ្នាំ1962បានធ្វើស្ពានបេតុងឆ្លងព្រែកជាផ្លូវចូលវត្តឆ្នាំ1963ក៏សាងបន្ថែមគុតប្រក់សង្កសីមួយទៀតផងឆ្នាំ1964ដល់ឆ្នាំ1970ព្រះអង្គក៏បានបន្តការកសាងពង្រីកទីធ្លាវព្រះវិហារឲ្យបានធំទូលាយនិងស្អាតល្អដូចបច្ចុប្បន្ននេះព្រមរួមទាំងថ្វីដៃដ៏ចំណាននៃជាងឆ្លាក់ទាំងឡាយនោះក៏មានប្រភពពីពេលនោះមកដែរដល់ឆ្នាំ1972ពិធីបុណ្យសម្ពោធព្រះវិហារក៏បានចាត់តាំងឡើងយ៉ាងអធិកអធមហើយកន្លងមកបាន1ឆ្នាំគឺនៅក្នុងឆ្នាំ1973ព្រះអង្គក៏ឲ្យកសាងបន្ថែមនៅចេតិយចំនួន4ទៀតសម្រាប់ព្រះសង្ឃឆ្នាំ1974បានកសាងរោងបាយហើយដាំដើមគគីនិងធ្វើរោងបន្លែផ្លែឈើទាំងឡាយរួចហើយក៏បានកសាងកុដិមួយនៅឯវត្តចំការត្រៃត្បូងផងដែរថ្ងៃទី7ខែឧសភាឆ្នាំ1975ព្រះអង្គក៏សូមលាលែងពីតំណែងដល់ថ្ងៃទី19ខែកក្កដាឆ្នាំ1975ព្រះអង្គក៏បានលាចាកសិក្ខាបទទៅឆ្លងកាត់សម័យកាលជាច្រើននៃព្រះចៅអធិការទាំងឡាយក៏ដូចជាវត្តបានផ្លាស់ប្ដូរហើយនឹងការជួសជុលកែលម្អជាច្រើនលើកច្រើនសារផងដែរហើយគ្រឿងសម្ភារៈសំណង់ទាំងឡាយក៏បានផ្លាស់ប្ដូរទៅទាន់សម័យដែរដូចជាការប្រើកម្រាលឥដ្ឋស៊ីម៉ង់រួមទាំងបច្ចេកទេសដែលអាចបង្កើតជាសោភ័ណភាពដ៏ល្អឥតខ្ចោះបានសង្ខេបសេចក្តីបន្តិចគឺដើម្បីជាការប្រៀបផ្ទឹមនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គទោះបីជាពេលវេលាបានផ្លាស់ប្ដូរទៅយ៉ាងណាក៏ដោយតែវត្តស្វាយគឺជាស្ថាបត្យកម្មតែមួយគត់ដែលជាមូលដ្ឋានគឺនៅតែរក្សាខ្ជាប់ភាពដើមក៏ដូចជាវប្បធម៌និងអរិយធម៌
របស់ជនជាតិខ្មែរជានិច្ចក្រៅពីការកសាងវត្តអារាមប្រជាជនក៏បានរួមចំណែកនៅក្នុងការងារមាតុភូមិក៏ដូចជាដំណើរការបដិវត្តន៍អស់រយៈពេល2សម័យកាលនៃការប្រឆាំងពួកអាណានិគមបារាំងនិងពួកអាមេរិកាំងហើយសមិទ្ធកម្មទាំងអស់នោះយើងទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់ថាការបណ្ដុះបណ្ដាលឲ្យជនជាតិទាំងឡាយគ្រប់ចំនួនទៅថ្ងៃអនាគតផងក្រោយពេលដែលព្រះតេជគុណវៀងលៀងចាកសិក្ខាបទទៅពុទ្ធបរិស័ទក៏បាននិមន្តព្រះភិក្ខុដែលមានវស្សាសាសចាស់ចំនួន4ព្រះអង្គដើម្បីតាំងឲ្យជាព្រះចៅអធិការនោះគឺព្រះតេជគុណយ៉េងអ៊ុងព្រះតេជគុណយ៉េងពីព្រះតេជគុណយ៉េងញៀងនិងព្រះតេជគុណយ៉េងចន្ទថាឬយ៉េងទ្រឿងនៅខែកញ្ញាឆ្នាំ1975តាំងតំណែងឲ្យព្រះតេជគុណយ៉េងដេជាព្រះចៅអធិការវត្តដល់ថ្ងៃទី7ខែសីហាឆ្នាំ1978ព្រះអង្គក៏បានលាចាកសិក្ខាបទទៅថ្ងៃទី13ខែសីហាឆ្នាំ1976ដដែលក៏បានតែងតាំងឲ្យព្រះតេជគុណយ៉េងយឿងឡើងជំនួសព្រះតេជគុណយ៉េងដេវិញរហូតដល់ថ្ងៃទី26ខែតុលាឆ្នាំ1976ព្រះអង្គក៏បានលាចាកសិក្ខាបទទៅថ្ងៃទី27តុលាឆ្នាំ1976ក៏បានតែងតាំងឲ្យព្រះតេជគុណយ៉េងផាន់ធ្វើជាព្រះចៅអធិការវត្តដល់ឆ្នាំ1977ក៏លាចាកសិក្ខាបទបន្ទាប់មកបានមួយឆ្នាំក្នុងឆ្នាំ1977ក៏បានតែងតាំងឲ្យព្រះតេជគុណយ៉េងលេឬយ៉េងវ៉ាំងធ្វើជាព្រះចៅអធិការវត្តដល់ថ្ងៃទី7ខែឧសភាឆ្នាំ1978ព្រះអង្គក៏សូមលាចាកសិក្ខាបទតែម្ដងនៅថ្ងៃទី21ខែឧសភាឆ្នាំ1978ក៏បានតែងតាំងព្រះតេជគុណវិញងប់សើងធ្វើជាព្រះចៅអធិការវត្តទៅដល់ថ្ងៃទី26ខែកុម្ភៈឆ្នាំ1979ព្រះអង្គក៏បានលាចាកសិក្ខាបទថ្ងៃទី21ខែមិនិនាឆ្នាំ1979តែងតាំងព្រះតេជគុណវិញវ៉ាំងបែធ្វើជាព្រះចៅអធិការវត្តរហូតទៅដល់ឆ្នាំ1980ព្រះអង្គក៏មានរោគាពាធហើយក៏បានសុំលាលែងពីតំណែងដើម្បីនិមន្តទៅព្យាបាលជំងឺលុះដល់ឆ្នាំ1987ព្រះអង្គក៏បានលាចាកសិក្ខាបទទៅឆ្នាំ1980ដល់ឆ្នាំ1983តែងតាំងព្រះតេជគុណវៀងឌឿកធ្វើជាព្រះចៅអធិការវត្តហើយព្រះអង្គគឺត្រូវជាក្មួយរបស់ព្រះតេជគុណវៀងលៀងហើយព្រះអង្គក៏បានជួសជុលនៅកុដិមួយចំនួនដែលមានភាពខូចខាតរិចរិលព្រមទាំងការងារទាំងឡាយផ្សេងៗគ្នាទៀតរួចហើយព្រះអង្គក៏បានលាចាកសិក្ខាបទឆ្នាំ1984ដល់ឆ្នាំ1987បានតែងតាំងព្រះតេជគុណយ៉េងអែឬយ៉េងពីធ្វើជាព្រះចៅអធិការវត្តក្នុងសម័យនេះដែរព្រះអង្គក៏បានកសាងដងទង់និងខ្លោងទ្វារវត្តនៅក្នុងឆ្នាំ1987ហើយព្រះអង្គក៏បានលាចាកសិក្ខាបទទៅដែរឆ្នាំ1987ដល់ឆ្នាំ1988ព្រះតេជគុណយ៉េងយ៉ាងក៏បានញាតិញោមពុទ្ធបរិស័ទទាំងឡាយតែងតាំងឲ្យព្រះអង្គឡើងធ្វើជាព្រះចៅអធិការវត្តព្រះតេជគុណប្រសូតនៅក្នុងឆ្នាំ1965ជាកូនគ្រួសារមួយដែលមានភាពក្រីក្រ
ហើយក៏ជាកសិករផងដែរនៅភូមិបេនដាហងសុកឃុំហាយសើងស្រុកហងដឹកខេត្តគៀងយ៉ាងញោមប្រុសស្រីរបស់លោកគឺលោកយ៉ាញ់ចកនិងលោកស្រីធីថេវគាត់គឺជាកសិករធ្វើស្រែចម្ការហើយគាត់ក៏ជាអ្នកដែលបានរស់នៅលើមាតុភូមិដែលមានតាំងពីយូរយារណាស់មកហើយដែរពេលមានវ័យ8ឆ្នាំឪពុកម្ដាយបានឲ្យចូលទៅរៀននៅសាលាសកលដល់ពេលមានវ័យ13ឆ្នាំពេលនោះគ្រួសារជួបប្រទះនឹងការលំបាកជាខ្លាំងនៅក្នុងជីវភាពដូច្នេះហើយព្រះអង្គក៏អត់បានទៅបន្តការរៀនសូត្រទៀតព្រោះតែក្នុងឃុំឥតមានសាលាអនុវិទ្យាល័យទើបបង្ខំចិត្តឈប់រៀនហើយក៏បានទៅជួយឪពុកម្ដាយធ្វើការងាររកស៊ីតែម្ដងទៅពេលមានវ័យកាល17ឆ្នាំព្រះអង្គក៏សូមឪពុកម្ដាយចូលសាងព្រះភ្នោះជាសាមណេរនៅវត្តច្រកឬហងសុកក្នុងអំឡុងពេលនេះដែរព្រះអង្គបានសិក្សាអក្សរសាស្ត្រខ្មែរព្រមទាំងរៀនព្រះធម៌វិន័យផងព្រះអង្គមានសេចក្តីព្យាយាមយ៉ាងមុតមុតក្នុងការបួសរៀនដូច្នេះហើយទើបព្រះឧបជាយ៉ាញ់យ៉ាបស្រឡាញ់យ៉ាងខ្លាំងក្នុងការទូនមានព្រានប្រដៅព្រះឧបជាយ៉ាញ់យ៉ាបជាអ្នកដែលមានចិត្តមេត្តាយ៉ាងខ្លាំងគឺព្រះអង្គជាព្រះចៅអធិការមួយអង្គដែលមានភាពជោគជ័យនៅក្នុងការចិញ្ចឹមកងទ័ពកាលសម័យប្រឆាំងពួកអាមេរិកាំងរហូតដល់មានព្រះជន្មបាន20ព្រះវស្សាព្រះអង្គក៏បានឧបសម្បទាជាព្រះភិក្ខុក្រោមអាវាតរបស់ព្រះឧបជាយ៉ាញ់យ៉ាបតែម្ដងដែលបានសុំការអនុញ្ញាតពីសំណាក់ព្រះឧបជានិងអាជ្ញាធរមូលដ្ឋានអំពីការស្នាក់អាស្រ័យនៅរៀនព្រះធម៌វិន័យនៃព្រះពុទ្ធសាសនាដែលជាវត្តមានគុណសម្បត្តិគួរគោរពនៅគឺវត្តស្វាយតែម្ដងព្រះតេជគុណវៀងដឿកបានទទួលព្រះតេជគុណយ៉ាញ់យ៉ាងជាសិស្សដែលជាទីទំនុកចិត្តរបស់ព្រះអង្គបំផុតហើយពេលព្រះជន្មបាន25ព្រះវស្សាព្រះតេជគុណក៏បានសិក្សានៅសាលាសកលនៅស្រុកស្វាយរហូតចប់ថ្នាក់ទី9គឺព្រះអង្គចំណាយអស់9ព្រះវស្សាដើម្បីបួសរៀននៅទីនេះក្នុងឆ្នាំនោះដែរព្រះតេជគុណបំរុងនឹងសុំនិមន្តត្រឡប់ទៅវត្តច្រកវិញដើម្បីបន្តការបួសរៀននិងការសិក្សាថ្នាក់វិទ្យាល័យក៏ប៉ុន្តែដោយពុទ្ធបរិស័ទទាំងឡាយនិងព្រះសង្ឃទាំងឡាយផងសំណូមពរព្រះតេជគុណឲ្យគង់នៅវត្តស្វាយបន្តទៀតដើម្បីទទួលនាទីជាព្រះចៅអធិការវត្តតាំងពីឆ្នាំ1987មកម្ល៉េះនៅក្នុងអំឡុងពេលដែលព្រះតេជគុណព្រះចៅអធិការវត្តព្រះតេជគុណកសាងកុដិបានចំនួន2ទៀតដែលព្រះតេជគុណនិងពុទ្ធបរិស័ទទាំងឡាយបានរួបរวมចូលជាកុសលដើម្បីធ្វើផ្លូវចូលវត្តព្រះតេជគុណជាព្រះចៅអធិការដែលមានវ័យក្មេងមួយអង្គដែលមានបញ្ញាវាងវៃក្នុងការចលនាពុទ្ធបរិស័ទដើរទៅតាមផ្លូវសង្គមនិយមក្នុងការវឹកវើនិងបណ្ដោះបណ្ដាលព្រះសង្ឃក្មេងៗទាំងឡាយព្រះតេជគុណមានសេចក្តីព្យាយាមយ៉ាងខ្លាំងនិងជួយជ្រោមជ្រែងអស់ពីចិត្តចំពោះព្រះសង្ឃទាំងឡាយឲ្យខ្នះខ្នែងខិតខំក្នុងការរៀនសូត្រអក្សរសាស្ត្រខ្មែរព្រមទាំងអក្សរសាស្ត្រនៅសាលាសកលផងដែរចំពោះព្រះពុទ្ធបរិស័ទទាំងឡាយវិញព្រះតេជគុណតែងតែមានភាពស្និទ្ធស្នាលនិងការមើលថែញាតិញោមហើយថែមទាំងជួយដល់គ្រួសារពុទ្ធបរិស័ទទាំងឡាយណាដែលជួបប្រទះនឹងការលំបាកនៅក្នុងជីវភាពរស់នៅសពថ្ងៃទៀតផងជាពិសេសគឺព្រះតេជគុណទទួលតំណែងជាព្រះចៅអធិការក្នុងសម័យថ្មីមួយគឺក្រោយពេលភាគខាងត្បូងបញ្ចប់សង្គ្រាមប្រជាជនកំពុងតែផ្លាស់ប្ដូរក្នុងការក្រោកឈរឡើង
ឆ្ពោះទៅកាន់សង្គមនិយមដូច្នេះហើយព្រះសង្ឃទាំងឡាយក៏ត្រូវជួយណែនាំឲ្យប្រជាជនដើរទៅតាមផ្លូវដែលបានផ្លាស់ប្ដូរថ្មីយ៉ាងធំទូលំទូលាយនិងដាច់ខាតដើម្បីឲ្យសមស្របទៅនឹងស្ថានភាពទាំងឡាយបច្ចុប្បន្ននេះព្រះតេជគុណយ៉ាងមានវិចារណញ្ញាណក្នុងការតស៊ូយ៉ាងខ្ពង់ខ្ពស់ព្រះអង្គត្រូវសិក្សាដោយព្រះអង្គឯងព្រមទាំងស្រាវជ្រាវដើម្បីស្វែងយល់អំពីគោលនយោបាយរបស់បកនិងរដ្ឋព្រះអង្គក៏សន្សំបាននៅចំណេះដឹងជាព្រះចៅអធិការវត្តមួយអង្គព្រមទាំងបានសម្រេចនៅតួនាទីដ៏ប្រសើររបស់ព្រះអង្គនៅក្នុងសម័យកាលនៃបដិវត្តន៍ថ្មីនេះថ្លែងពីព្រះតេជគុណយ៉ាងព្រះអង្គធ្លាប់បានជាទី1អភិបាលក្រុមទទួលបន្ទុកខាងសមាគមព្រះពុទ្ធសាសនាខេត្តគៀងយ៉ាងទី2អភិបាលរណសេស្រុកហនដឹកទី3ប្រមុខតំណាងនៃព្រះពុទ្ធសាសនាស្រុកហនដឹកទី4ប្រធានក្រុមសមាគមព្រះសង្ឃសាមគ្គីស្រុកហនដឹកហើយទៅដល់ឆ្នាំ1988ព្រះតេជគុណយ៉ាងក៏បានលាចាកសិក្ខាបទទៅឆ្នាំ1988ដល់ឆ្នាំ1996ព្រះតេជគុណសុវណ្ណធម្មយ៉ាងខណ្ឌឬយ៉ាងខំបានឡើងតំណែងជាព្រះចៅអធិការវត្តព្រះតេជគុណយ៉ាងខណ្ឌបានប្រសូតនៅក្នុងឆ្នាំ1968ក្នុងគ្រួសារកសិករម្នាក់រស់នៅស្រុកស្វាយឃុំសុកសើងស្រុកហនដឹកខេត្តគៀនយ៉ាងញោមបង្កើតទាំងទ្វេរបស់ព្រះអង្គគឺលោកយ៉ាញ់សេននិងលោកស្រីធីសៀងឬធីភៀងឆ្នាំ1983ព្រះអង្គសាងផ្នួសជាសាមណេរហើយបានសិក្សាអក្សរសាស្ត្រខ្មែរនិងធម្មវិន័យព្រមទាំងបានសិក្សាវប្បធម៌អក្សរសាស្ត្រនៅសាលាមធ្យមសិក្សានៅឃុំសុកសើងផងដែរឆ្នាំ1986ព្រះអង្គបានឧបសម្បទាជាព្រះភិក្ខុរួមជាមួយនឹងព្រះពហុសូតទាំងពីរព្រះអង្គទៀតគឺព្រះតេជគុណយ៉ាងនិងព្រះតេជគុណយ៉ាងកិនដោយព្រះឧបជាយ៉ាងយេនដល់ឆ្នាំ1987ព្រះអង្គបានរៀនព្រះកម្មដ្ឋានពីសំណាក់លោកគ្រូអាចារ្យយ៉ាងគួយឆ្នាំ1989ព្រះតេជគុណក៏បានញាតិញោមពុទ្ធបរិស័ទនិងគណៈកម្មការទាំងឡាយតែងតាំងតំណែងឲ្យជាព្រះចៅអធិការវត្តហើយក៏និមន្តព្រះតេជគុណយ៉ាងញើងធ្វើជាព្រះចៅអធិការរងព្រះតេជគុណបានបន្តការរៀបចំវត្តឲ្យមានរបៀបរៀបរយហើយព្រះអង្គក៏មានភាពស្និទ្ធស្នាលនឹងពុទ្ធបរិស័ទទាំងឡាយផងដែរព្រះអង្គបានបវរណាព្រមទាំងលើកទឹកចិត្តពុទ្ធបរិស័ទទាំងឡាយក្នុងការកសាងហើយទុកជាសម្បត្តិវត្តអារាមមានដូចជាទី1បានកសាងស្ពានបេតុងឡើងវិញសម្រាប់ផ្លូវចូលវត្តទី2ធ្វើស្ពានឈើសម្រាប់ចូលទៅភូមិស្រុកទី3ធ្វើផ្លូវសម្រាប់ទៅមកនៅក្នុងទីធ្លាវត្តទី4កសាងឧបដ្ឋានសាលាទី5កសាងរោងបាយទី6កសាងកុដិចំនួន3ខ្នងនិងមានកម្ពស់2ជាន់ទី7ធ្វើអាងទឹកធំដែលអាចផ្ទុកទឹកបានចំនួន65ម៉ែត្រគូបទី8ធ្វើអាងទឹកមួយតូចដែលអាចផ្ទុកទឹកបានចំនួន25ម៉ែត្រគូបទី9កសាងចេតិយចំនួន2សម្រាប់ដាក់ធាតុរបស់ពុទ្ធបរិស័ទទាំងឡាយទី10ជួសជុលកែលម្អនិងលាបថ្នាំនៅកុដិសាលានិងព្រះវិហារទាំងអស់ទី11ជីកស្រះទឹកនិងទី12ដាំដើមដូងបន្ថែម
ដើមត្នោតហើយនិងដើមឈើផ្សេងទៀតព្រះតេជគុណបានចលនាប្រជាជនទាំងឡាយឲ្យបរិច្ចាគឈើដើម្បីសាងសង់សាលារៀនឲ្យជនរួមជាតិនៅតំបន់សេដ្ឋកិច្ចថ្មីឬគិញតេមើយនៅឃុំសើងទីគៀងវត្តស្វាយគឺជាវត្តរបស់ខ្មែរដែលបានទទួលស្គាល់ថាជាវត្ថុបុរាណប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិហើយក៏ក្នុងសម័យនេះដែរព្រះតេជគុណយ៉េងថាន់ក៏បានធ្វើជាព្រះចៅអធិការវត្តក្នុងអំឡុងឆ្នាំ1989មកដល់ឆ្នាំ1990ព្រះតេជគុណបានទទួលតំណែងជាប្រមុខនៃអ្នកតំណាងព្រះពុទ្ធសាសនាស្រុកហុនដឹកហើយក៏ជាសមាជិកគណៈសេមាតុភូមិវៀតណាមស្រុកហុនដឹកផងដែរមកដល់ឆ្នាំ1994ព្រះតេជគុណបានជាប់ការបោះឆ្នោតជាប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកហុនដឹកហើយព្រះតេជគុណយ៉េងថាន់គឺជាអ្នកតំណាងដ៏ស្មោះត្រង់មួយអង្គរបស់ព្រះសង្ឃនិងជនរួមជាតិជាពុទ្ធបរិស័ទខ្មែរទាំងឡាយនៅស្រុកហុនដឹកព្រះតេជគុណបានព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយនៅស្រុកស្វាយមានការគោរពស្រឡាញ់យ៉ាងខ្លាំងព្រោះព្រះអង្គបានយកចិត្តទុកដាក់នៅក្នុងការបរិច្ចាគដើម្បីកសាងវត្តអារាមនិងបានបរិច្ចាគទាំងកម្លាំងកាយចិត្តព្រមទាំងថវិកាទាំងឡាយយ៉ាងច្រើនអស់រយៈពេលជាច្រើនឆ្នាំគ្រានោះគឺត្រូវចំណាយប្រាក់រហូតអស់ទៅប្រហែលជារាប់សិបលានដុងបើប្រសិនជាមានការជួយមេជាងហើយក្នុងគ្រានោះក៏មានព្រះចៅអធិការរងពីរព្រះអង្គក៏បានរួមចំណែកនឹងព្រះតេជគុណដែរដើម្បីធ្វើការគ្រប់គ្រងព្រមទាំងការកសាងទាំងអស់ជាច្រើនឆ្នាំគឺទី1ព្រះតេជគុណយ៉េងផាងបានប្រសូតនៅក្នុងឆ្នាំ1969ហើយបានតំណែងជាព្រះចៅអធិការរងនៅក្នុងឆ្នាំ1992ទី2ព្រះតេជគុណវិញសង្ឃបានប្រសូតនៅក្នុងឆ្នាំ1970ព្រះចៅអធិការរងទាំងពីរព្រះអង្គក៏បានរួមចំណែកយ៉ាងសកម្មចំពោះព្រះតេជគុណយ៉េងថាន់ក្នុងការកសាងវត្តស្វាយហើយពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានភាពស្រស់ស្អាតនិងធំទូលាយផងមកដល់ឆ្នាំ1996ព្រះតេជគុណយ៉េងថាន់បានប្រារព្ធពិធីសម្ពោធកុដិនិងឧបដ្ឋានសាលារួចហើយក៏បានចាកសិក្ខាបទទៅនៅក្នុងឆ្នាំនោះតែម្ដងឆ្នាំ1996មកដល់សប្តាហ៍ថ្ងៃនេះគឺព្រះតេជគុណលៀបភៈបណ្ណោយ៉េងផាងក៏បានពុទ្ធបរិស័ទទាំងឡាយនិមន្តឡើងឲ្យជាព្រះចៅអធិការវត្តនិងព្រះតេជគុណវិញសង្ឃរក្សាតំណែងជាព្រះចៅអធិការរងតែដល់ឆ្នាំ2005គណៈកម្មការនិងពុទ្ធបរិស័ទទាំងឡាយបាននិមន្តឲ្យព្រះអង្គទៅធ្វើជាព្រះចៅអធិការវត្តនៅឯព្រែកអង្គញ់វិញទៅរួចហើយទើបបានតែងតាំងឲ្យព្រះតេជគុណយ៉េងហ៊ឺយ៉ាងធ្វើជាព្រះចៅអធិការរងរហូតមកដល់សប្តាហ៍ថ្ងៃនេះឆ្នាំ1997ព្រះតេជគុណយ៉េងផាងជាសមាជិកសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនាខេត្តគៀងយ៉ាងព្រមទាំងជាប្រមុខរងនៃអ្នកតំណាងព្រះពុទ្ធសាសនាស្រុកហុនដឹករហូតមកដល់សប្តាហ៍ថ្ងៃនេះនៅឆ្នាំ1998ព្រះអង្គជាសមាជិកគណៈសេមាតុភូមិវៀតណាមស្រុកហុនដឹករហូតមកដល់បច្ចុប្បន្នឆ្នាំ1999ព្រះអង្គជាអ្នកតំណាងក្រុមប្រឹក្សាជនប្រជាជនស្រុកហុនដឹកនិងទីរួមស្រុកសុកសើងបានចំនួន2អាណត្តិនិងក៏ជាសមាជិកអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តគៀនយ៉ាងប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកហុនដឹករហូតមកដល់សប្តាហ៍ថ្ងៃចាប់តាំងពីពេលដែល
បានទទួលតួនាទីជាព្រះចៅអធិការវត្តមកទល់ពេលនេះជាមួយនឹងអានុភាពរបស់ព្រះអង្គដែលបានបម្រើព្រះពុទ្ធសាសនាបានជួសជុលនិងកែលម្អវត្តអារាមហើយព្រះរាជគុណយ៉េងថាងបានអនុវត្តនៅកាតព្វកិច្ចមួយចំនួនដូចជាឆ្នាំ1996បានកសាងសាលាពុទ្ធិកបឋមសិក្សាបាលីរួមទាំងអស់មានចំនួន4បន្ទប់ឆ្នាំ1997ប្រារព្ធបើកថ្នាក់ពុទ្ធិកបឋមសិក្សាបាលីនៅថ្ងៃទី21មិថុនាឆ្នាំ1997ព្រមទាំងបានពង្រីកនៅទីធ្លាវត្តឲ្យបានធំទូលំទូលាយផងដែរឆ្នាំ1998បានប្រារព្ធពិធីប្រឡងពុទ្ធិកបឋមសិក្សាបាលីនិងធម្មវិន័យទូទាំងខេត្តហើយបានកសាងទីសម្រាប់ស្នាក់អាស្រ័យនៅសម្រាប់បព្វជិតនៅក្នុងវត្តផងដែរឆ្នាំ2000ប្រារព្ធពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាបាលីនិងកសាងរបងព័ទ្ធជុំវិញវត្តឆ្នាំ2001ព្រះតេជគុណយ៉េងផាងបានសហការជាមួយក្រសួងវប្បធម៌ដើម្បីធ្វើការជួសជុលព្រះវិហារឡើងវិញឆ្នាំ2003កសាងកុដិដែលមានភាពចាស់ដោយបេតុងនោះគឺដោយបានគ្រួសារលោកតាញោមវត្តវិញវាំងធឿងបានឧបត្ថម្ភថវិកាចំនួន 50% ព្រមទាំងថវិកា 50% ទៀតដែលបានឧបត្ថម្ភមកពីពុទ្ធបរិស័ទទាំងឡាយចំណុះជើងវត្តរួចហើយក៏បានធ្វើការសម្ពោធនៅក្នុងឆ្នាំ2004នោះតែម្ដងទៅឆ្នាំ2004ធ្វើផ្លូវចូលវត្តឲ្យល្អប្រសើរឡើងវិញឆ្នាំ2005កសាងកំផែងបាំងដីនៅមាត់ព្រែកថ្ងៃទី25ខែតុលាឆ្នាំ2005ចាប់ផ្ដើមកសាងបន្ថែមស្ពានចំនួន2ទៀតសម្រាប់ផ្លូវចូលវត្តដោយបានឧបត្ថម្ភអំពីលោកហូវ៉ាងអ៊ុកចំនួនទឹកប្រាក់50លានដុងលោកលេវ៉ាងហៀង10លានដុងហាងលក់សម្ភារៈយីវ៉ា10បាវស៊ីម៉ង់ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបន្ថែមទៀតហើយនៅក្នុងឆ្នាំ2006ក៏សាងកុដិថ្មីឡើងវិញឆ្នាំ2007បានកសាងវិបស្សនាដ្ឋានដោយបានលោកយ៉ាញ់ងេឧបត្ថម្ភទឹកប្រាក់ចំនួន220លានដុងព្រមទាំងពុទ្ធបរិស័ទទាំងឡាយបរិច្ចាគបន្ថែមដើម្បីចាក់បេតុងផ្លូវចូលក្នុងទីធ្លាវត្តនិងផ្លូវចូលវត្តផងនោះក្នុងនោះថវិកាដែលបានបរិស័ទឧបត្ថម្ភគឺទី1គ្រួសារលោកយ៉ាញ់ធៀងនិងលោកស្រីធីជៀនទី2គ្រួសារលោកយ៉ាញ់ពងនិងលោកស្រីធីប៊ិញទី3គ្រួសារលោកយ៉ាញ់ខាំងនិងលោកស្រីធីលើមទី4គ្រួសារលោកវិញថាំងនិងលោកស្រីធីម៉ៃលីទី5គ្រួសារលោកយ៉ាញ់ច័ន្ទតារានិងលោកស្រីធីសើទី6លោកយ៉ាញ់យុងទិញនៅឆ្នាំ2009បានកសាងកន្លែងសម្រាប់ដាក់គ្រឿងសម្ភារៈទាំងឡាយឆ្នាំ2010បានកសាងចេតិយសង្គមឡើងវិញឆ្នាំ2011កសាងហោត្រៃញាតិញោមពុទ្ធបរិស័ទទាំងឡាយជាទីគោរពនិងជាទីរាប់អានខាងលើនេះគឺជាមាតិកាដ៏សង្ខេបខ្លីដែលបង្កជារូបរាងនិងការអភិវឌ្ឍឡើងវិញរបស់វត្តស្វាយហើយក្រុមអ្នករៀបរៀងយើងខ្ញុំសង្ឃឹមថានឹងទទួលបាននូវមតិយោបល់ដ៏មានតម្លៃពីសំណាក់លោកអ្នកលោកស្រីអ្នកនាងកញ្ញានិងពុទ្ធបរិស័ទទាំងឡាយដើម្បីនឹងបានរួមបញ្ចូលបន្ថែមនៅក្នុងអត្ថបទនេះឲ្យបានកាន់តែប្រសើរឡើងសូមថ្លែងអំណរគុណនិងអរព្រះគុណស្រុកស្វាយ
ថ្ងៃទី27 ខែតុលាឆ្នាំ2011តំណាងឲ្យអ្នករៀបរៀងខ្ញុំព្រះករុណាអាត្មាភាពព្រះចៅអធិការវត្តព្រះតេជគុណលាភៈប៉ុណ្ណោយ៉ាញ់ផាងលោកប្រធានគណៈកម្មការវត្តលោកគ្រូអាចារ្យយ៉ាញ់ឃីមសេចក្តីពរនាដោយខ្ញុំព្រះករុណាខ្ញុំបាទយ៉ាញ់ទៀនសូមអរព្រះគុណនិងអរគុណ